ឥឡូវសំណួរសួរថាយ៉ាងម៉េចគឺវាពឹងទៅលើបុគ្គលខ្លួនឯងកត្តាជំហានដំបូងគ្មានគេថាអាចបើកទ្វារបានទោះបីថាមានការយោគយល់ក៏ដោយប៉ុន្តែមិនអាចគេមកយោគយល់មកជីវិតឲ្យយើងទេបាទគេដាក់កន្លែងណាខំប្រឹងធ្វើឲ្យបានល្អដើម្បីបង្កើននៅសក្តានុពលដើម្បីចាប់យកឱកាសជំហានបន្ថែមទៀតហើយក្នុងនោះការពង្រឹងខ្លួនឯងការរៀនសូត្រពីខ្លួនឯងអានឲ្យច្រើនរៀនឲ្យច្រើនពិភពលោកប្រកួតប្រជែងពិភពលោកប្រកួតប្រជែងការប្រគល់ភារកិច្ចក៏គេមើលមនុស្សដែរគេឲ្យសាកល្បងតើអ្នកនឹងមានសមត្ថភាពគ្រប់គ្រាន់អត់មានឆន្ទៈគ្រប់គ្រាន់អត់ចេះដឹកនាំការងារចេះសម្របសម្រួលធ្វើឲ្យសកម្មភាពជោគជ័យឬទេបើឲ្យការងារតូចប៉ុណ្ណេះមិនទាន់ទៅរួចផងតើគេឲ្យធ្វើធំទេអត់ទេគេយោគយល់ប៉ុន្តែគេមិនបំផ្លាញផលប្រយោជន៍ខ្លួនគេព្រោះអ្នកដែលតែងតាំងចាត់តាំងមនុស្សខុសគឺលំបាកខ្លួនឯងបើខ្ញុំមានសេនាធិការដែលអត់ចេះខ្ញុំនឹងហត់តែបើខ្ញុំមានសេនាធិការដែលប្រកែគាត់ចេះខ្ញុំគ្រាន់តែបកគលទូនាទីភារកិច្ចគាត់ចិត្តចែកលឿនគាត់ចែកចែងការងារលះបានល្អមានការដោះមិនចេញគាត់ប្រាប់មកខ្ញុំរាយការណ៍សុំគោលការណ៍ខ្ញុំឲ្យគាត់ធ្វើខ្ញុំកាន់តែឲ្យសិទ្ធគាត់ទៀតតែបើសិនឲ្យការងារតូចគាត់ទៅមិនរួចស្អីក៏ត្រូវតែខ្ញុំហត់ដដែលអញ្ចឹងគឺពិបាកហើយការងារកាន់តែធំត្រូវមើលកាន់តែល្អិតតែបើល្អិតនេះយើងមិនចាំបាច់ផ្ទាល់ទេបើសិនយើងមានអ្នកជំនួយការយើងដែលចេះគឺការងារល្អិតឲ្យយើងត្រូវយល់បើសិនជាយើងមានអ្នកដែលជួយយើងមើលការងារល្អិតយើងទុកមើលការងារធំព្រោះការងារល្អិតនេះហើយធ្វើឲ្យមានការខូចគោលការណ៍តែបើអ្នកដែលជួយយើងនេះគាត់ជាអ្នកម៉ត់ចត់យើងស្រួលព្រោះបើមិនចឹងទាំងយើងចាំទៅបាទតកែហាងមួយបើសិនជាចុងភៅនឹងក៏អត់ម៉ត់ចត់គាត់ចេះតែចាក់ប្រៃភ្ញៀវកំ pl មានតែតកែនឹងចេញទៅសុំទោសភ្ញៀវសេវាមិនល្អចេញទៅខ្ជាធ្វើឲ្យភ្ញៀវសុបាយចិត្តធ្វើឲ្យពីណាអ្នកទទួលក៏ត្រូវមានតែយើងអញ្ចឹងដើម្បីយើងគ្រប់គ្រងយើងរក manager មួយដែលមើលជំនួសយើងបើ manager នឹងគាត់មិនប្រកបអញ្ចឹងគេត្រូវរកអ្នកដែលម៉ត់ចត់ប្រកែហើយចេះអភិវឌ្ឍខ្លួនដើម្បីខ្លួនអញ្ចឹងគ្មានអីក្រៅពីពង្រឹងខ្លួនឯងហើយការគ្រប់គ្រងការដឹកនាំខ្ញុំគិតថាបងប្អូនប្រហែលជារៀនហើយមើលប្រហែលអ្នករៀនគ្រប់គ្រងនៅនេះសិតតែគណៈនៃទាំងអស់អត់មានគ្រប់គ្រងទេនៅនេះតែគ្រប់គ្រងគណៈនៃចុះគ្រប់គ្រងគណៈនៃដូចខ្ញុំនិយាយពីដើមអញ្ចឹងគឺវាមានបែបបត់វាល្អិតទេគណៈនៃខុសមកកាក់ម៉ាស៊ីនអត់បានទេណាគេចាប់ស្ត្រីម្នាក់នៅអាមេរិកគាត់ធ្វើការនៅធនាគារក្នុងរយៈពេល20ឆ្នាំគាត់កັບកេងបានចង់$20 លានគាត់កັບកេងយ៉ាងម៉េចភ្ញៀវម្នាក់គាត់លួចកតុយសេនឧទាហរណ៍ក្នុងកង់មាន599.45គាត់លួចតាមម៉ាស៊ីនចុងក្រោយឯង customer 1 លាននាក់មួយឆ្នាំក៏បានប្រហែលហើយដល់ស្រាវជ្រាវគេស្រាវជ្រាវល្អិតយើងធ្វើខុសវាយខុសបញ្ជីត្រួតពិនិត្យខុសតាមបន្តិចបញ្ហាហើយបើខុស01ធ្ងន់ទៅ1000 លានតែកាត់ត្រាតែ100 លានបញ្ហាហើយបើគណៈនៃនេះអត់ច្បាស់ក្រុមហ៊ុនមានបញ្ហាអញ្ចឹងការគ្រប់គ្រងប្រព័ន្ធគណៈនៃនេះក៏ការគ្រប់គ្រងដែរត្រូវមានការល្អិតអញ្ចឹងយើងប្រកាសជាចង់បានបេឡាដែលច្បាស់លាស់រាប់លុយអត់បាត់មិនគាត់លួចទេជាងការរាប់ទៅវាបាត់បោកអត់ត្រូវកងតាផ្ទាល់យ៉ាងម៉េចនេះហើយគឺជាកិច្ចការសំខាន់ដែលថាតាមឋានានុក្រមទោះជាធំយ៉ាងណាក៏ដោយការងារធំយ៉ាងណាក៏ដោយមូលដ្ឋានវានៅតែដដែលគឺការងារម៉ត់ចត់ល្អិតអញ្ចឹងបើកាន់តែធំមិនអាចធ្វើគ្រប់គ្រងត្រូវការជំនួយការដែលច្បាស់លាស់មានសមត្ថភាពឆន្ទៈហើយល្អិតហើយតគ្នាអញ្ចឹងទៅអញ្ចឹងបានការតែងតាំងចាត់តាំងគឺត្រូវការអញ្ចឹងនឹងហើយដែលយើងត្រូវការពង្រឹងសមត្ថភាពការងារគេថាចេះអីក៏ដោយចេះឲ្យច្បាស់បាទមិនបាច់ចេះច្រើនទេអ្នកខ្លះគាត់ថាគាត់ចេះ5ភាសាប៉ុន្តែ
អ្នកខ្លះចេះ5ឬ6មែនប៉ុន្តែប្រើអត់កើតទេគាត់ចេះតែ3 4ម៉ាត់គាត់ចេះមកភាសាចាញ់អ្នកដែលចេះមកភាសាប្រកបអាចរកការងារបានអញ្ចឹងសូមឲ្យពង្រឹងខ្លួនជាប្រចាំហើយចេះប្រកបនេះមិនមែនចេះតែក្នុងសាលាទេគឺចេញទៅសិក្សាស្រាវជ្រាវហើយនេះគឺជាមូលដ្ឋាននៃការបដិបដាលហើយត្រឡប់មកវិញថ្ងៃដែលខ្ញុំនិយាយពីទិវាអំណាចនេះវាភ្ជាប់ទៅនឹងការស្វ័យសិក្សាអំណាចនេះគឺការស្វ័យសិក្សាស្វ័យរៀនសូត្រពាក្យថាស្វ័យគឺខ្លួនឯងស្វ័យយ័តគ្មានពីណាមកប្រាប់យើងឲ្យធ្វើទេបាទហើយគ្មានពីណាបខំយើងឲ្យធ្វើដែរតែដើម្បីយើងចង់រីកចម្រើនខ្លួនឯងប្រកួតប្រជែងនៅក្នុងពិភពលោកដែលប្រកួតគឺថាប្រកបទៅដោយនឹងការប្រកួតប្រជែងខ្ពស់នេះតលតែយើងពង្រឹងខ្លួនឯងជាប្រចាំរៀនសូត្រជាប្រចាំធ្វើជាធនធានកុំធ្វើជាបន្ទុកបាទកសាងសមត្ថភាពខ្ពស់បងប្អូននឹងត្រៀមលក្ខណៈដើម្បីចាប់យកឱកាសកាន់តែច្រើននិងកាន់តែខ្ពស់ជឿខ្ញុំចុះទោះបីជាឱកាសមិនដល់ក៏ដោយកុំបាក់ទឹកចិត្តឲ្យសោះបាទភាគច្រើនណាស់ដែលបោះបង់ចោលគឺបាក់ទឹកចិត្តព្រោះតែបាក់ទឹកចិត្តអត់បង្ហាញឆន្ទៈអត់បង្ហាញនៅសមត្ថភាពអត់បង្ហាញលទ្ធផលអញ្ចឹងអ្នកលើអ្នកផ្សេងគេមើលមិនឃើញទេមិនមែនតែថ្នាក់លើសំបីតាក្រុមហ៊ុនផ្សេងក៏គេមើលមិនឃើញអញ្ចឹងតើគេថាម៉េចហើយកុំទៅបន្ទោសគេថាមិនផ្ដល់ឱកាសទេបើគេមើលអត់ឃើញផងគេថាខ្ញុំពេចតែវាគ្រាន់តែកប់ផុកមកពីគេមិនប្រយកខ្ញុំទៅលាងទឹកបានគេមើលមិនឃើញចុះខ្លួនឯងមិនខំធ្វើយ៉ាងណាអញ្ចឹងអ្វីដែលខ្ញុំនិយាយគឺវានៅតែខ្លួនឯងដដែលស្វ័យសិក្សាស្វ័យពិនិត្យហើយទទួលស្គាល់បានការដាក់ចេញនៅគោលនយោបាយរបស់រដ្ឋាភិបាលក៏ដូចគ្នារដ្ឋាភិបាលមិនមែនល្អឥតខ្ចោះទេដូចខ្ញុំនិយាយអំបញ្ញអញ្ចឹងបងប្អូនដែលលើកទស្សនៈមកថាយើងឲ្យគ្រូនិវត្តន៍គាត់មានបារម្ភថាខ្លាចបាត់ឱកាសខ្ញុំទទួលស្គាល់នៅមតិកង្វល់របស់គាត់ហើយក៏ខ្ញុំក៏យកមូលដ្ឋាននេះកន្លងទៅក៏បានជាការគិតគូរដាក់ចេញគោលនយោបាយឲ្យកងទ័ពនេះដើម្បីយើងរៀបឲ្យចំគោលដៅនៅគ្រប់វិស័យទាំងអស់យើងត្រូវគិតគូររដ្ឋាភិបាលមួយយើងត្រូវគិតគូរគ្រប់វិស័យទាំងអស់មិនអាចធ្វើតែមួយបានទេឥឡូវក្នុងពេលជាមួយគ្នានេះយើងត្រូវដោះស្រាយស្អីខ្លះវិស័យអប់រំដោះយ៉ាងម៉េចបញ្ហាអីខ្លះវិស័យកសិកម្មដោះយ៉ាងម៉េចខ្វះទឹកកសិផលតម្លៃរៀបចំកសិផលប្រព័ន្ធខ្សែចង្វាក់យ៉ាងម៉េចរកទីផ្សារយ៉ាងក្រៅយ៉ាងម៉េចធ្វើយ៉ាងម៉េចកុំឲ្យបាត់តុល្យភាពរវាងទំនិញនៅក្នុងផ្សារនិងទំនិញដែលកសិករផលិតឥឡូវនៅអាមេរិកស្រែករឿងពងមាន់ខ្ញុំឃើញប្រជាជនខ្មែរនៅនោះប្រហែលថ្ងៃអស់ពីពងមាន់ឥឡូវផ្លែឈើអីឡើងកាលពីជំនាន់ Biden គេស្រែកថាទំនិញឡើងថ្លៃអតិផរណាពិបាកណាស់ជីវភាពឥឡូវ Trump ឡើងមកឥឡូវដោយសារ tariff គោលនយោបាយថ្មីនេះឥឡូវកាន់តែលំបាកទៀតម្ចាស់កសិដ្ឋានពងមាន់គាត់សប្បាយចិត្តព្រោះពងមាន់គាត់ឡើងថ្លៃប៉ុន្តែឥឡូវថ្លៃឲ្យអត់ទៀតបាទហើយឥឡូវមិនតែផ្លែពងមាន់ទេមនុស្សចាប់ផ្ដើមបុកទៅទិញកដើម្បីស្តុកទុកខ្លាចឡើងថ្លៃខេត្តរដ្ឋខ្លះឡើងហើយអីហើយអញ្ចឹងរដ្ឋត្រូវទៅទទួលវិស័យទេសចរត្រូវធ្វើយ៉ាងម៉េចបាទខែ high ខែ low ឥឡូវឯកឧត្តមវុឌ្ឍថាខែ green យើងត្រូវធានាយ៉ាងម៉េចកុំឲ្យគម្លាតវាខុសឆ្គង